ជុំនៃទានជាដករឿងរាជកហតិរិកាគុណនៃការប្រគេននំដល់ព្រះមហាមោគលានការព្រះសម្មាសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តវេលវ័ននាក្រុងរាជក្រឹសកាលនោះមាននាងទារិកាម្នាក់នៅក្នុងក្រុងរាជក្រឹសជាកូនរបស់ឧបថៈព្រះមហាមោគលាននាងនោះជាស្ត្រីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនាដល់អាយុ16ឆ្នាំមាតាបិតាបានរៀបការឲ្យមានស្វាមីហើយបញ្ជូនទៅឲ្យនៅក្នុងសំណាក់មាតាបិតាក្មេកឯមាតាបិតាក្មេកនោះជាមនុស្សមច្ឆាទិដ្ឋិមានចិត្តរបឹងរឹងរូសមិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនាថ្ងៃមួយព្រះមហាមោគលាននិមន្តទៅបិណ្ឌបាតក្នុងភូមិនោះនាងជាកូនប្រសារបានឃើញហើយក៏ចុះទៅនិមន្តឲ្យឈប់នៅមុខផ្ទះរបស់ខ្លួនទើបនាងទៅប្រាប់ដល់ម្ដាយក្មេកម្ដាយក្មេកនោះធ្វើជាមិនឮមិនដឹងគេចុះពីផ្ទះបាត់ទៅនាងដឹងហេតុនោះហើយក៏គិតពិចារណាថាក្នុងផ្ទះនេះមានវត្ថុអ្វីល្មមប្រគេនលោកមានតែនំមួយដែលអ្នកម្ដាយក៏ទុកពិសានាងក៏យកនំនោះទៅកាត់ជាពីរចំណែកមួយចំណែកទុកជូនម្ដាយមួយចំណែកយកទៅប្រគេនព្រះមហាមោគលានព្រះមហាមោគលានធ្វើផតតានុមោទនាហើយក៏និមន្តបាត់ទៅឯម្ដាយក្មេកបានឃើញព្រះមោគលាននិមន្តចេញទៅផុតហើយក៏ឡើងទៅលើផ្ទះនាងទីរិកាក៏ចូលទៅអង្គុយបត់ជើងលើកដៃប្រណម្យជូនបុណ្យដែលបានប្រគេននំនោះដល់ម្ដាយក្មេកម្ដាយក្មេកខឹងខ្លាំងណាស់ក្រឡេកមើលទៅគៀនជញ្ជាំងឃើញអង្រែមួយក៏ចាប់អង្រែនោះសំពងកូនប្រសាត្រូវត្រង់ជង្គង់ស្មាស្លាប់ក្នុងពេលនោះទៅកូនប្រសានោះបានទៅកើតនៅក្នុងឋានតាវតឹងថ្ងៃមួយព្រះមហាមោគលាននិមន្តទៅឋានតាវតឹងបានឃើញនាងទេវធីតាស្ថិតនៅក្នុងវិមានមាសមានស្រីទេពអប្សរកំពុងចោមរោមបម្រើលោកក៏និមន្តទៅក្បែរវិមាននោះនាងទេវធីតាបានឃើញហើយក៏មានសេចក្តីត្រេកអរនឹកថាព្រះថេរៈនេះហើយដែលបានសង្គ្រោះដល់អញក្នុងជាតិមុនក៏នាំបរិវារចុះទៅថ្វាយបង្គំព្រះមហាមោគលានមានថេរដីកាសួរប្រវត្តិរបស់នាងរៀបរាប់ប្រគេនដល់សពគ្រប់លោកក៏ត្រឡប់មកឋានមនុស្សវិញនាំដំណឹងនោះទៅក្រាបទូលព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខទ្រង់ប្រារព្ធរឿងនោះឲ្យជាហេតុហើយក៏សម្ដែងនៅអានិសង្សរបស់ទានជាភ័យយុភាពក្នុងពេលនោះប្រជុំនៃទានជាដករឿងយៈឈ្មោះនន្តិការធ្វើគុណចំពោះសប្បុរសគុណមិនសាបសូន្យកាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គសោយរាជសម្បត្តិក្នុងនគរឥន្ទបត្តថ្ងៃមួយព្រះរាជាបាននាំសេវកាមាត្យទៅព័ទ្ធព្រៃមួយកន្លែងដើម្បីចាប់មរឹកបានដាក់អាជ្ញាថាបើមរឹករត់ចេញរួចចំពោះមុខអ្នកណាត្រូវយកទោសអ្នកនោះដល់ជីវិតពេលនោះមរឹករត់ចេញរួចចំពោះព្រះភ័ក្ត្រព្រះរាជាព្រះរាជាក៏ស្ដេចដេញតាមមរឹកនោះចូលទៅក្នុងព្រៃយ៉ាងឆ្ងាយដាច់ស្រយាលតែមួយអង្គឯងមរឹកគេចបាត់ទៅពុំអាចចាប់បានឡើយព្រះរាជាអស់សង្ឃឹមហើយស្ដេចយាងត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានឃើញដើមជ្រៃធំមួយមានម្លប់ល្អក៏ចូលទៅសម្រាកព្រះកាយក្នុងទីនោះឯដើមជ្រៃនោះជាលំនៅរបស់នន្ទយៈដែលកាចរឹងរូសជាទីបំផុតនន្ទយៈបានឃើញហើយក៏ស្ទុះទៅចាំព្រះរាជាប៉ងនឹងហែកស៊ីប៉ុន្តែព្រះជន្មរបស់ព្រះអង្គថ្លៃយៈបែរទៅជាសួរថាអ្នកជាអ្វីមកពីណាព្រះរាជាប្រាប់ថាយើងជាស្ដេចសោយរាជនគរឥន្ទបត្តយើងដេញតាមមរឹកមកដល់អស់កម្លាំងពេកបានជាចូលមកសម្រាកក្រោមដើមជ្រៃនេះនន្ទយៈនិយាយថាឥឡូវនេះជាស្ដេចចូលមកនៅក្នុងអាណាខេត្តរបស់យើងត្រូវចាប់មហារាជបរិភោគជាអាហារប៉ុន្តែបើមហារាជចេះនៅមេលៈតរធរចូលសម្ដែងឲ្យយើងស្ដាប់យើងនឹងលែងឲ្យត្រឡប់ទៅនគរវិញបើមិនចេះទេយើងនឹងបរិភោគមិនខានព្រះរាជាទ្រង់មានព្រះតម្រាស់ថាមេលៈតរធរនោះខ្ញុំមិនចេះទេប៉ុន្តែមានអ្នកប្រាជ្ញនៅក្នុងនគររបស់ខ្ញុំចេះនន្ទយៈក៏អនុញ្ញាតឲ្យហៅអ្នកប្រាជ្ញមកសម្ដែងធម៌នោះឲ្យស្ដាប់ទើបដាក់អាជ្ញាចំពោះព្រះរាជាថាបើហួសអំពី7ថ្ងៃទៅមិនឃើញបញ្ជូនអ្នកប្រាជ្ញមកទេយើងនឹងស៊ីមនុស្សក្នុងនគររបស់ព្រះអង្គទាំងអស់ព្រះរាជាតាមហើយស្ដេចយាងចូលទៅព្រះរាជធានី
ការនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិនៅក្នុងត្រកូលសិទ្ធិនានគរអន្តបត្តិព្រះនាមធនជ័យបណ្ឌិតមានប្រជញ្ញ7 ឆ្នាំជាអ្នកប្រាជ្ញចម្បងក្នុងលោកកិត្តិស័ព្ទរបស់ព្រះអង្គក៏ផ្សាយទូទៅពេញនគរទាំងមូលចំណែកខាងព្រះរាជាទ្រង់បានចូលទៅរាជនិវេសហើយក៏បានប្រជុំពួកអ្នកប្រាជ្ញជាច្រើនរូបមានឧជ្ជសេនាបតីជាដើមឲ្យសម្ដែងនៅមេលក្ខតរធម៌ថ្វាយចំពោះព្រះអង្គអ្នកប្រាជ្ញទាំងនោះគ្មានអ្នកណាចេះមួយឡើយទើបព្រះរាជាព្រះតម្រាស់ថាបើអ្នកទាំងអស់គ្នាមិនចេះយ៉ាងនេះជីវិតរបស់ពួកយើងនិងអ្នកនគរទាំងមូលនឹងវិនិច្ឆ័យអស់ឥតសល់ព្រោះយើងបានសន្យានឹងនន្ទយៈហើយថាបើដល់ថ្ងៃជាគម្រប់7ហើយមិនឃើញមានអ្នកប្រាជ្ញណាចូលទៅសម្ដែងធម៌ឲ្យស្ដាប់ទេនឹងប្រគល់អ្នកនគរទាំងអស់ឲ្យជាចំណីដល់វាពេលនោះមានអ្នកប្រាជ្ញម្នាក់បានក្រាបទូលព្រះរាជាថាមេលក្ខតរធម៌នោះក្រែងតែធនជ័យកុមារទើបចេះឧជ្ជសេនាបតីជាមនុស្សឥច្ឆាក្រែងធនជ័យកុមារប្រសើរជាងខ្លួនក៏ទូលថាវាគ្មានចេះដឹងអ្វីទេកូនក្មេងទើបនឹងកើតនៅធំក្លិនទឹកដោះមិនទាន់បានពីមាត់នៅឡើយចាំខ្ញុំព្រះអង្គទៅរកកិត្តរកនៅមេលក្ខតរធម៌នោះថ្វាយសូមព្រះអង្គកុំព្រួយប្រតិឡើយឧជ្ជសេនាបតីដេកគិតអស់6 ថ្ងៃរកនៅមេលក្ខតរធម៌នោះមិនឃើញឡើយពេលដល់ថ្ងៃរសៀលបានឡើងទៅគាល់ព្រះរាជាទូលថាបបិទ្ធមហារាជមេលក្ខតរធម៌នោះខ្ញុំព្រះអង្គរកមិនឃើញទេព្រះរាជាទ្រង់ពិរោធជាខ្លាំងបានដាក់ទណ្ឌកម្មប្រើឲ្យអញ្ជើញទៅហៅធនជ័យកុមារធនជ័យកុមារបានចូលគាល់តាមព្រះរាជបញ្ជាព្រោះព្រះរាជាបានឃើញធនជ័យកុមារហើយក៏ត្រាស់ហៅថាមហាបណ្ឌិតអ្នកជួយដោះទុក្ខយើងផងអ្នកចេះសម្ដែងនៅមេលក្ខតរធម៌ឬទេត្បិតស្អែកនេះកំណត់7 ថ្ងៃហើយបើរកអ្នកប្រាជ្ញទៅសម្ដែងមេលក្ខតរធម៌នោះឲ្យនន្ទយៈស្ដាប់មិនបានទេនគររបស់យើងមុខវិនិច្ឆ័យឥតសល់ធនជ័យកុមារជ្រាបទូលថាខ្ញុំព្រះអង្គចេះមេលក្ខតរធម៌សពគ្រប់ទាំងបាលីនិងសេចក្តីអត្ថាធិប្បាយសូមព្រះអង្គកុំព្រួយប្រតិឲ្យសោះសេចក្តីសុខនិងសេរីសួស្តីនឹងមានដល់ព្រះអង្គដោយពិតព្រះពោធិសត្វក៏បានទៅចាត់ចែងដំណើរចេញទៅសម្ដែងមេលក្ខតរធម៌ឲ្យនន្ទយៈស្ដាប់មេលក្ខតរធម៌នោះមានទិដ្ឋិ1អេជាមួយឧទច្ចៈ1ទោសោ1អន្ធោ1កង្ហា1ថេណាំង1ឧណតិ1អហរិកាំង1អណោតបតាំង1ទាំង10នេះហៅថាមេលក្ខតរធម៌នន្ទយៈបានស្ដាប់មានសេចក្តីជ្រះថ្លាបានថ្វាយខ្លួនជាកូនសិស្សរបស់ធនជ័យកុមារហើយបានបដិញ្ញានឹងធនជ័យកុមារថាបើលោកអាចារ្យមានទុកយ៉ាងណាគ្រាន់តែនឹកដល់ខ្ញុំនឹងទៅជួយដើម្បីតបនៅឧបការៈគុណរបស់លោកចំណែកខាងព្រះរាជាព្រមទាំងមហាជនបានឃើញនន្ទយៈគោរពខ្លាចធនជ័យកុមារដូច្នោះហើយក៏ឲ្យពរសពសាទុការបូជាដោយទ្រព្យសម្បត្តិជាច្រើនព្រះរាជាបានលើកបីធនជ័យកុមារហើយសូមធ្វើជាព្រះរាជបុត្របានចាត់ចែងមហាប្រាសាទឲ្យនៅជាសុខសេមសាន្តតមកឧជ្ជសេនាបតីនឹកឃើញថាបើទុកធនជ័យកុមារនេះឲ្យរស់នៅមុខតែឡើងជាឧបរាជក្នុងវេលាឆាប់នេះពុំខានបើដូច្នេះគួរអញទៅញុះស្ដេចឲ្យសម្លាប់ចោលចេញថ្ងៃមួយឧជ្ជសេនាបតីបានចូលទៅញុះញង់ព្រះរាជាឲ្យសម្លាប់មិនយូរប៉ុន្មានព្រះរាជាក៏ជឿតាមពាក្យឧជ្ជសេនាបតីដោយហៅធនជ័យកុមារឲ្យទៅប្រណាំងសេះជាមួយនឹងអ្នកប្រាជ្ញក្មេង3នាក់មានអភ័យបណ្ឌិតជាដើមបានកំណត់ទីប្រណាំងចម្ងាយ3យោជន៍សេះដែលលបឿនលឿនមានតែ3ប្រគល់ឲ្យទៅអ្នកប្រាជ្ញទាំង3នាក់ឯធនជ័យកុមារឲ្យរកសេះជិះដោយខ្លួនឯងហើយទ្រង់ដាក់អាជ្ញាថាបើអ្នកណាឈ្នះគេ4ដងត្រូវបានកែវមណី4ដុំឈ្នះ3ដងបាន3ដុំឈ្នះ2ដងបាន2ដុំឈ្នះ1ដងបាន1ដុំបើចាញ់នៅក្រោយគេបំផុតត្រូវសម្លាប់ចោលធនជ័យកុមារបានជ្រាបនៅហេតុសពគ្រប់នោះហើយក្រាបទូលថាខ្ញុំព្រះអង្គរកសេះមិនបានទេទូលព្រះបង្គំនឹងរត់ប្រណាំងដោយកម្លាំងស្មងជាមួយនឹងបណ្ឌិត3នាក់ដែលជិះសេះលឿនព្រះរាជានិងឧជ្ជសេនាបតីបានឮដូច្នោះហើយនឹកសង្ឃឹមថានឹងសម្លាប់នៅធនជ័យកុមារនោះដោយពិតហើយមានព្រះរាជឱកាសថាស្រួលហើយបណ្ឌិតអ្នកទៅប្រណាំងចុះព្រះពោធិសត្វបានចេញអំពីសំណាក់ចូលទៅកាន់ទីប្រណាំង
គិតក្នុងប្រតិថាអញមានឧបការៈគុណលើស្ដេចឥឡូវបែរជាស្ដេចប្រទូសអញវិញទើបនឹកដល់នន្ទយៈជាសិស្សនន្ទយៈក៏មកដល់ភ្លាមតែមិនឲ្យអ្នកណាមើលឃើញឡើយធនជ័យកុមារនិយាយប្រាប់យៈថាឥឡូវព្រះរាជាប្រាថ្នានឹងសម្លាប់យើងហេតុនេះអ្នកជួយយើងក្នុងការប្រណាំងសេះនេះផងនន្ទយៈប្រាប់ថាសូមលោកអាចារ្យកុំព្រួយខ្ញុំជួយឲ្យមានជ័យជំនះដោយពិតនិយាយយ៉ាងនេះហើយក៏និមិត្តខ្លួនធំក្រៃលែងយកដៃទ្រធនជ័យកុមារឲ្យអង្គុយពេនលើបាតដៃហើយបំបាំងខ្លួនមិនឲ្យអ្នកដទៃមើលឃើញឲ្យឃើញតែរូបធនជ័យកុមារដល់ពេលបើកសម័យប្រណាំងគេវីកងឡើងមហាជនទាំងអស់ស្រាប់តែឃើញធនជ័យកុមារពេនភ្នែនឯកដកអាកាសអណ្ដែតឡើងជ្រាវជ្រៃឥតឧបមាអ្នកជិះសេះទាំង3នាក់ទើបតែមកដល់ពាក់កណ្ដាលទីធនជ័យកុមារទៅមកបាន4បកយកកែមនីទាំង4ដុំអ្នកជិះសេះទាំង3នាក់ក៏ចាចាញ់ធនជ័យកុមារមហាជនក៏បានស្រែកឲ្យពោលសពសាទុកាជាខ្លាំងស្ទើរស្រុតផែនដីថ្ងៃក្រោយព្រះរាជាបានប្រគល់នៅរាជសម្បត្តិដល់ធនជ័យកុមារឲ្យសោយរាជក្នុងនគរឥន្ទប័តនោះទៅប្រជុំនិទានជាដករឿងសាវត្ថីធីតាគុណនៃការគោរពបម្រើស្វាមីរបស់ខ្លួនក្នុងពុទ្ធសម័យការព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់គង់ប្រថាប់នៅក្នុងវត្តចេតពុនកាលនោះមានស្ត្រីម្នាក់នៅក្នុងក្រុងពារាណសីជាស្ត្រីគ្រប់លក្ខមានចិត្តគំនិតមេរយាទត្រឹមត្រូវមិនផ្ដេសផ្ដាសជាស្ត្រីមានចិត្តស្មោះត្រង់នឹងស្វាមីរបស់ខ្លួនតាំងតែពីការដែលមាតាបិតាបានផ្សំគុំឲ្យមានគូស្រករមកពុំដែលមានសេចក្តីច្រណែននិងរិះគន់ដល់ស្វាមីម្ដងបន្តិចណាឡើយហើយខំផ្ចិតផ្ចង់បម្រើស្វាមីដូចជាមាតារក្សាបុត្រទោះបីស្វាមីនោះទៅប្រព្រឹត្តមិនគប្បីនឹងស្ត្រីដទៃក៏នាងពុំដែលអះអន់តូចចិត្តចំពោះស្វាមីឡើយជាស្ត្រីមានប្រាជ្ញាជ្រៅមានគំនិតត្រង់ជានិច្ចក្នុងកាលបច្ឆមវ័យនាងធ្វើមរណកាលទៅបានទៅកើតនៅក្នុងពិភពឋានតាវតឹងស្ថិតនៅក្នុងវិមានកម្ពស់12យោជន៍មានទេវធីតាទេវបុត្ររាប់ពាន់ចោមរួមជាបរិវារមានអានុភាពឃ្លាវខ្លាហោះហើរឯកដកអាកាសល្បឿនជ្រាវជ្រៅមានសម្លេងស្រួចពីរោះប្លែកគួរឲ្យចង់ស្ដាប់ពួកទេវបុត្រទេវធីតាទាំងឡាយក្នុងឆកាមាសួរទាំងអស់ស្រឡាញ់រាប់អានចូលចិត្តទៅលេងពេញវិមានប្រាសាទរបស់នាងឧបមាដូចជាសត្វបក្សីពេញចិត្តនឹងដើមជ្រៃធំដែលបរិបូរដោយផ្កានិងផ្លែនិងស្លឹកថ្ងៃមួយព្រះមហាមោគលាននិមន្តទៅឋានត្រៃត្រឹងបានឃើញហ្វូងទេវតាកំពុងចោមរំវិមានប្រាសាទដូច្នោះហើយក៏និមន្តទៅជិតពួកទេវតាផ្អើលឈូឆរនិងទេវធីតាក៏ចុះទៅថ្វាយបង្គំព្រះមហាមោគលានមានថេរដីកាសួរថាមនាលនាងទេវធីតាអ្នកបរិបូរដោយទិព្វសេរីនាងធ្វើបុណ្យដូចម្ដេចពីជាតិមុនបានមកកើតនៅក្នុងវិមានទេវបុត្រទេវធីតារាប់អានច្រើនម្ល៉េះនាងប្រាប់ថាខ្ញុំព្រះករុណាមិនបានធ្វើបុណ្យអ្វីទេគ្រាន់តែគោរពបម្រើស្វាមីប៉ុណ្ណោះក៏ថ្លែងប្រវត្តិរបស់ខ្លួនប្រាប់ដល់ព្រះមហាមោគលានដោយសពគ្រប់លុះចប់ហើយព្រះមោគលានក៏និមន្តជៀសចេញទៅ